នឹងមានអ្វីកើតឡើងប្រសិនបើឥណ្ឌានិងនេប៉ាល់រួមគ្នាជាប្រទេសតែមួយរាងកាយភូមិសាស្ត្រពីភ្នំហ៊ីម៉ាឡៃដែលជាផ្ទះរបស់ភ្នំអេវើរ៉េសឆ្ពោះទៅមហាសមុទ្រឥណ្ឌាជាតិមួយតែមួយដ៏វិសាលមួយរាងមួយសេដ្ឋកិច្ចធំទី5របស់ពិភពលោករួមជាមួយប្រទេសដែលកំពុងកើនលឿនបំផុតមួយនៅតំបន់អាស៊ីខាងត្បូងប្រជាជនលើសពី 1.5 លាននាក់រួមគ្នាវានឹងក្លាយជាមហាអំណាចដ៏លេចធ្លោដែលគេមិនអាចមើលរំលងបានយោធាកម្លាំងយោធាឥណ្ឌាដ៏មានអំណាចបូករួមនឹងអធិភាពរបស់កងទ័ពគួរការរបស់នេប៉ាល់ក្បាច់ពិសេសប្រាជ្ញានិងវិន័យគ្រប់យ៉ាងចូលរួមគ្នាសូមគិតមើលតង់ស្រីជាតិមួយរូបិយប័ណ្ណមួយតង់ជាតិតែមួយ from Everest រហូតដល់កញ្ញាកុមារីអាចហៅថាសហព័ន្ធភាគរដ្ឋ Union of Bharat ឬសាធារណរដ្ឋ Himalayan Republic ក៏ដោយប៉ុន្តែមានរឿងមួយប្រកបតុល្យភាពពិភពលោកផ្លាស់ប្ដូរទាំងស្រុង